ចឹងបានជាពេលដែលគេភ្ជាប់ពាក្យថាពុទ្ធសាសនាមានន័យថាពាក្យព្រាបដៅពាក្យបញ្ជលឬក៏ទ្រឹស្ដីរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងបានជាអ្នកប្រាជ្ញច្រើនមកហើយឬក៏អ្នកចេះដឹងច្រើនមកហើយដែលស្ថិតនៅក្នុងសម័យមុនដូចជានិគុណបង្ខាត់ជាដើមលោកបញ្ជលពាក្យថាពុទ្ធសាសនាគឺមានន័យថាព្រះធម៌ពុទ្ធសាសនាគឺមានន័យព្រះធម៌កុំយល់ឆ្វេងទៅឲ្យពីនឹងហើយលក្ខខណ្ឌពាក្យបើកាលណាយើងបញ្យល់ថាភិតតែ8ហ្នឹងបើឥឡូវឧទាហរណ៍ថាទ្រឹស្ដីដែលគេប្រើនៅក្នុងសាសនាមួយនោះឬក្នុងលទ្ធិមួយនោះវាមានលក្ខណៈបង្កប់បំផិតបំភ័យអានោះយើងបកស្រាយតាមនោះទៅប៉ុន្តែសាសនានោះក៏បកទីណាឆ្ងាយមកថាគេយើងបកទៅសាសនាប្រែតែជំនឿអីចឹងហើយចុះពាក្យថាពុទ្ធសាសនានឹងជំនឿដែរគេយ៉ាងម៉េចបានលើឡើងនោះគឺជាសាសនាប៉ុន្តែពាក្យសាសនានឹងទ្រឹស្ដីរូបមន្តរបស់លោកនោះវាមាននៅក្នុងស្អីវាមានតម្លៃក្នុងកម្រិតត្រឹមណាយើងបកទៅត្រឹមនោះទៅឥឡូវអាត្មាសូមនិយាយឡើងវិញណាពាក្យថាពុទ្ធសាសនាគឺស្មើព្រះធម៌នឹងឯងមិនមែនប្រើពាក្យថាពុទ្ធសាសនាមិនបានពីព្រោះគេនិយាយថាជំនឿអញ្ចឹងទៅដល់ពេលប្រើពាក្យព្រះធម៌នឹងបានមិនអញ្ចឹងទេពុទ្ធសាសនាប្រើពាក្យថាពុទ្ធសាសនាក៏បានប្រើពាក្យថាព្រះធម៌ក៏បានដែរហើយចូលយើងមើលបល័យអេតាំងពុទ្ធានុសាសនានេះគឺជាពាក្យព្រាហ្មណ៍បដៅនេះគឺជាទ្រឹស្ដីឬក៏នេះជាការបង្រៀនរបស់ព្រះពុទ្ធទាំងឡាយគឺចាប់បបាសៈករណង្កុសលសោកសម្បទាសច្ចតបរិយោតៈប៉ុណ្ណឹងជាដើមនោះនឹងអញ្ចឹងអត់មានអីពិបាកយល់ទេឯកសារជំនាន់មុនបកស្រាយយ៉ាងច្បាស់ហើយត្រឹមត្រូវតាមពាក្យទៀតខំវិស្នាគាត់និយាយថាពុទ្ធសាសនាគឺជាជំនឿនឹងវាជារឿងរបស់គាត់យល់ឃើញដោយសារគាត់មើលឃើញប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទណាគាត់មិនបានបដិបត្តិឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលជាអាវត្តរបស់ព្រះសម្មាសម្ពុទ្ធទេប៉ុន្តែគាត់ឈ្មោះថាពុទ្ធបរិស័ទដល់ពេលគាត់បដិបត្តិគាត់ទៅបដិបត្តិជំនឿដែលមិនមានហេតុផលដូចជាការស្រោចទឹករំដោះគ្រោះឬក៏ដូចជាការបោះបាយបិណ្ឌឬក៏ដូចជាការធ្វើពិធីកម្មផ្សេងៗដែលវាមិនមែនជាផ្លូវនៅក្នុងសាសនាក៏ប៉ុន្តែអ្នកទាំងអស់នោះជាពុទ្ធបរិស័ទដូច្នេះក៏គាត់និយាយថាពុទ្ធសាសនាគឺជាជំនឿដោយសារមើលឃើញទង្វើរបស់ពុទ្ធបរិស័ទនោះវាធ្វើខុសអំពីអ្វីដែលជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធមើលនៅក្នុងសតន3ដក1ហើយប្រើពាក្យច្រើនណាប្រើពាក្យច្រើនមែនតើដល់ភ្ជាប់នឹងពាក្យសាសនាហ្នឹងហ្មងណាហើយបើយើងឲ្យនិយមន័យទៅតាមអីពាក្យថាជំនឿមិនត្រូវអាហ្នឹងយើងបំពេញពាក្យគេណាហើយបើយើងកម្លាយទៅវិញយកពាក្យខ្មែរណាមួយដែលសមស្របយកទៅប្រើទៅឧទាហរណ៍ថាតាមការស្ទង់ឃើញរបស់យើងទៅឃើញការបប្រតិបត្តិរបស់ពុទ្ធសាសនាក្នុងសង្គមខ្មែរវាមិនចូលក្នុងពធឬមិនចូលក្នុងពុទ្ធសាសនាប៉ុន្តែចូលទៅក្នុងជំនឿស្អីចឹងទៅយើងបកទៅចឹងទៅដល់ចឹងវាមិនបំពេញវាមិនខ្ទាស់តិចទេអាត្មាធ្លាប់ប្រាប់ដែរណាមិនគេពាក្យនឹងមិនព្រមយកតិចទៅស្ដាប់ទេដូចរឿងបកស្រាយរឿងហិរិអតបៈសក់អញ្ចឹងណាតបប្រាប់ប្រមាណដងដែរហើយនៅយកទៅបកតាមការនៅឃើញហិរិអតបៈមាននៅក្នុងទ្រឹស្ដីរបស់បារមត្តហើយបរមត្តមកទោសព្រះសម្មាសម្ពុទ្ធជាសំដែងបរមត្តមួយអត់ចេះច្រឡំគ្នាទេធម៌នេះមានលក្ខណៈយ៉ាងម៉េចបទដ្ឋានវាយ៉ាងម៉េចពេលបដិបត្តិទៅផលវាយ៉ាងម៉េចគឺដាច់ដライពីគ្នាតែម្ដងមិនថាតាមនឹកឃើញទេណាដូចហេរិអតបៈមិនមែនខ្មាស់បាបថ្នាក់គ្រូតគ្រាតទេខ្មាស់បាបថ្នាក់ល្អិតសុខុមវាមិនចង់លក្ខណៈហេរិនោះផ្សេងអញ្ចឹងទៅលក្ខណៈអតបៈនេះវាផ្សេងនេះអញ្ចឹងមកញ៉ៃតវាយកទៅបកអីយ៉ាងតាំងថាតាមគ្នាយកទៅបង្ហោះអីចឹងទៅរឿងសាសនាក៏ចឹងដែរវាទៅបកថាតាមតំណឹកឃើញអត់ព្រមសួរគេទេបកតែជំនឿយើងមើលទៅប៉ុន្តែកុំបំពេញពាក្យគេអាពាក្យខ្លះពាក្យខ្លឹមមកគេយកមកប្រើប្រាស់ហើយជាពាក្យដែលប្រើនៅក្នុងគម្ពីរដីកាទៅទៀតចំណុចហ្នឹងហើយដែលខ្ញុំណាថាជាការសាបព្រោះដល់អ្នកដែលយល់មិនដល់ទីជម្រៅនៃចិត្តហើយមិនបានវេជ្ជញែកឲ្យអស់សេចក្តីហើយយល់តាមឬក៏យើងអាចនិយាយថាជឿតាមដោយគាត់គឺជាមេជាប្រមុខ
ដូច្នេះហើយក៏មិនសូវជាប្រើនៅការគិតរបស់ខ្លួននោះឲ្យបានស៊ីជម្រៅទេហើយក៏យល់តាមគាត់ចឹងទៅថាពុទ្ធសាសនាជាជំនឿដូច្នេះយុវជនដែលដើរតាមគាត់មួយចំនួនធំហ្នឹងគឺនាំគ្នាគិតអញ្ចឹងថាពុទ្ធសាសនាជាជំនឿហ្នឹងហើយអាហ្នឹងហើយវាជាផ្នត់គំនិតមួយដែលវាបានធ្វើឲ្យការគិតរបស់មនុស្សហ្នឹងវារួញអញ្ចឹងអត់បានធ្វើការពិចារណាទៅលើពាក្យពេចន៍ទាំងអស់ហ្នឹងនេះមិនមែនយើងនិយាយពាក្យហ្នឹងមកមានន័យថាយើងជាមនុស្សងប់កំពីងប់នឹងដីកាមិនអញ្ចឹងទៀតពីព្រោះយើងអ្នកសិក្សាអក្សរសាស្ត្រហើយព្រះសម្មាសម្ពុទ្ធព្រះអង្គលោកសម្ដែងថាមនុស្សដែលខ្លាំងមនុស្សដែលអាចបង្រៀនអ្នកដទៃបាននៅពេលដែលខ្លួនឯងពលត្រូវធម៌ក្តីយល់ធម៌ក្តីគឺមនុស្សដែលបដិធាននៅក្នុងអក្សរសាស្ត្រហ្នឹងពាក្យមួយហ្នឹងគេហៅនិរុត្តបដិសម្បទាជាមនុស្សដែលពេលណាគេលើកពាក្យអីមួយដែលយកមកប្រើប្រាស់ខ្លួនឯងមានសមត្ថភាពវែងញែកពាក្យហ្នឹងពេលដែលយកទៅប្រើប្រាស់ទៅក៏មកឆ្ងល់មកតែគេប្រើពាក្យថាសត្វអញ្ចឹងទៅគេប្រើពាក្យថាធម៌អញ្ចឹងទៅគេប្រើពាក្យថាធម្មជាតិអីចឹងទៅគឺខ្លួនយល់ដល់ព្រាមមកណាមនុស្សដែលបដិធានផ្នែកភាសាពីព្រោះមនុស្សដែលអាចយករឿងអីមួយយកមកវែកញែកយកមកលាតត្រដាងបានគឺជាមនុស្សជំនាញផ្នែកអក្សរសាស្ត្រអញ្ចឹងព្រះសម្មាសម្ពុទ្ធយកចំណុចចឹងដើម្បីផ្សាយធម៌បានដើម្បីបញ្យល់អ្នកដទៃបានគឺជាអ្នកជំនាញផ្នែកអក្សរសាស្ត្រហ្នឹងមួយគេហៅនិរុត្តបដិសម្បទាអាត្មាจะមើលរវីដេអូឃ្លីបយករៀងឃ្លីបមួយប៉ុន្តែអាត្មាមិនចាំលោកម្ចាស់គ្រូវជ្របញ្ញោសានសុជាលោកធ្លាប់បានបញ្យល់អំពីពាក្យសាសនានឹងច្បាស់ណាស់ហើយក៏បញ្យល់ល្អទៀតល្អគួរឲ្យចូលចិត្តនេះដូចពាក្យកូនខ្មែរដែលសរសេរនៅខាងលើចឹងដូចជាបរិយ័តសាសនាបើយើងអត់ចាប់អារម្មណ៍យកគោលនឹងយកមកនិយាយមិនពាក្យថាបរិយ័តសាសនាមិនប្រែថាជំនឿរបស់ក្នុងបរិយ័តទេណាមិនអញ្ចឹងទេណាវាជាទ្រឹស្ដីផ្នែកការសិក្សាផ្នែករៀនផ្នែកឬក៏រូបមន្តដែលលោកដែលកូនខ្មែរបានលើកឡើងពីខាងលើហ្នឹងហើយលោកម្ចាស់គ្រូវជ្របញ្ញោសានសុជាលោកបានលើកពីចំណុចហ្នឹងហើយបើយើងប្រែថាជំនឿវាមិនត្រូវថាគោល3ខាងលើនោះយតិសាសនាបដិបត្តិសាសនានិងបដិវេតសាសនាយើងបើហ្នឹងសូម្បីតែពាក្យសាសនានៅក្នុងហ្នឹងទ្រឹស្ដីផ្នែកការរៀនសូត្រទ្រឹស្ដីផ្នែកបដិបត្តិឬក៏រូបមន្តផ្នែករៀនសូត្ររូបមន្តផ្នែកបដិបត្តិនិងរូបមន្តសម្រាប់សម្គាល់អំពីលទ្ធផលនៃការប្រតិបត្តិការបដិវេតនិងការចាក់ធ្លុហ្នឹងហើយបើយើងបដិសេធពីឬវិទ្យាសាសនាវាមិនត្រូវហើយបើយកសាសនាប្រែទៅជំនឿចង់និយាយថាពាក្យសាសនាប្រែទៅជំនឿហ្នឹងប្រើមិនបានតែម្ដងខុសទៅទេហ្មងបើកុំប្រើពាក្យសាសនាពុទ្ធសាសនាពាក្យមានតម្លៃណាពាក្យមានតម្លៃដែលគេប្រើក្នុងកាពីដីកាហ្មងឲ្យព្រះសម្មាសម្ពុទ្ធយកពាក្យហ្នឹងយកមកប្រើប្រាស់ទៀតយកមកប្រើប្រាស់ទៅទៀតហើយបើយើងប្រើថាការបដិបត្តិរបស់ពុទ្ធសាសនិកអីចឹងទៅវាចូលក្នុងផ្លូវជំនឿអីចឹងថាចឹងទៅខ្ញុំយកសាសនាពីអង់គ្លេសពីអាមេរិកកាំងគេមិនប្រើពាក្យសាសនានេះគេប្រើពាក្យ religion នេះណាណោះហើយវាមិនតាក់ទងជាមួយពាក្យសាសនាហ្នឹងទេហើយបើតាណាយកមកបកហ្នឹងទៅទទួលខុសត្រូវទៅស្ដីឲ្យអ្នកនោះទៅគេបក religion មកពាក្យសាសនាពាក្យស្អីហ្នឹងហើយវាអាណិតទៀតអាណិតគោលការណ៍ក្នុងខំបកថាសាសនាហ្នឹងមិនមែនជាសាសនាទេ religion ហ្នឹងមិនមែនជាសាសនាទេអញ្ចឹងទៅពុទ្ធសាសនាមិនមែនជាសាសនាទេពុទ្ធសាសនាមិនមែនសាសនាមិនសាសនាលើទៅសាសនាហ្នឹងហើយចឹងអាត្មានិយាយថាលក្ខខណ្ឌរបស់ពាក្យសាសនាហ្នឹងកុំទៅបកអីឆ្ងាយយកទៅពាក្យបង្រៀនបកទៅរូបមន្តបកទៅទ្រឹស្ដីគឺតែប៉ុណ្្នឹងទៅហើយកុំបកលើសពីហ្នឹងទៅជាជំនឿទៅជាស្អីណាបំផិតបំភ័យឯណាទៅនោះហើយបើសិនជាទ្រឹស្ដីហ្នឹងវាបង្កប់អាទិត្យបំផិតពេកអាហ្នឹងយើងបកទៅតាមក្រុមហ្នឹងទៅនិកាយហ្នឹងទៅប៉ុន្តែសាសនាគេមានឫសគល់គេឲ្យនិយមន័យរបស់វាផ្ទាល់ណាវាមានហើយកុំដាក់លក្ខខណ្ឌកុំយកការពិចារណារបស់យើងទៅដាក់ឲ្យវាផុតពីឫសគល់របស់ពាក្យពីព្រោះធម្មតាពាក្យដែលយើងដាក់មកហើយយើងយកមកប្រើប្រាស់នៅក្នុងដែនកំណត់របស់វាហើយបើកាលណាយើងបញ្យល់ភ្ជាប់ដោយអាការបំផិតការបំភ័យនឹងវាលើសដោយខំវាសនាសាសនាប្រែទៅជំនឿឃើញទេអានឹងបង្ខូចពាក្យគេដល់ពេលអញ្ចឹងយើងប្រើពាក្យពុទ្ធសាសនាប្រើវាអត់កើតដោយសារអីយើងពុទ្ធសាសនាដល់ពេលយើងប្រែថាជំនឿយើងប្រែថាអីវាខុសន័យវាទៅជាពាក្យហ្នឹងវាពាក្យដែលន័យមិនត្រឹមត្រូវ
ប្រែថាជំនឿរបស់ប្រពុតấyវាមានតែតោងអីអ្វីដែលប្រពុតលោកសំដែងទៅអស់គេហៅសាសនានេះយើងប្រើនៅក្នុងន័យហ្នឹងអ្វីដែលយេស៊ូព្រះយេស៊ូអាហ្នឹងក៏យើងមិនគួរបំពេញទៅលើពាក្យហ្នឹងដែរយើងសិក្សាសិនណាយើងពេលខ្លះយើងជំនាញក្នុងការគិតក្នុងពេលខ្លះក៏យើងមិនអាចជំនាញនៅក្នុងសាសនាដែរយើងមិនដឹងថាពាក្យទាំងអស់ហ្នឹងវារត់ចេញពីច្រកណាទៅច្រកណាខ្លះផងយើងគួរប្រើបានឬក៏បានហើយរោគនិយមន័យខ្លួនឯងយើងមិនដាក់មិនកើតបើយើងនិយាយថាការអនុវត្តរបស់គាត់វាផ្ទុយអំពីពុទ្ធសាសនាផ្ទុយអំពីពធអញ្ចឹងវាចូលក្នុងជំនឿអញ្ចឹងយើងថាអញ្ចឹងទៅកុំប្រែដល់ពេលយូរទៅវាទៅនិយាយពីរឿងសាសនាហ្នឹងវាទៅជាប្រើពាក្យហ្នឹងលែងបានវាទៅបាត់អត្ថន័យហើយពាក្យព្រាហ្មណ៍បដៅរបស់ព្រះអង្គទាំងអស់ដែលពធហ្នឹងខ្លះពេលខ្លះគេហៅថាជាសាសនាមានន័យថាពាក្យបង្រៀនរបស់ព្រះចិនស្រីពុទ្ធសាសនាពាក្យបង្រៀនរបស់ព្រះពុទ្ធហើយផ្សេងទៀតអញ្ចឹងទៅអាត្មាបានឃើញអញ្ចឹងបានជាពេលដែលគេភ្ជាប់ពាក្យថាពុទ្ធសាសនាមានន័យថា